រាជសម័យសៀនថុងឆ្នាំទី3នៃរាជការឆេងនៅថ្ងៃទី10 ខែ 10 ឆ្នាំ 1911 ការបដិវត្តន៍អូឆាងក៏បានកើតឡើងការបដិវត្តន៍សៀនហៃបានផ្ដួលរំលំរបបគ្រប់គ្រងរាជការឆេងនៅថ្ងៃទី10 ខែមីនាឆ្នាំ 1912 យានស៊ីខៃបានធ្វើការប្រកាសតាំងនាមខ្លួនជាប្រធានាធិបតីបណ្ដោះអាសន្នអាណត្តិទី2នៃសាធារណរដ្ឋនិយមប្រទេសចិននៅក្រុងប៉ៃភីងហើយតាមពាក្យជាចាំរាមដែលមិនទាន់មានការបញ្ជាក់ច្បាស់លាស់មុនពេលដែលស្ដេចហ៊ូអ៊ីលាចាកពីរាជបល្ល័ង្កដោយបើកចំហយានស៊ីខៃបានរួមគំនិតជាមួយមន្ត្រីធំឈ្មោះឈើប៉ៃដែលគ្រប់គ្រងឃ្លាំងប្រាក់ជាតិលួចយកទ្រព្យសម្បត្តិដែលសេសសល់តិចតួចនៅក្នុងឃ្លាំងប្រាក់ជាតិគឺយកដុំមាសសុទ្ធដែលមានឆ្លាក់សញ្ញារាជការឆេងដឹកចេញទៅទិសខាងត្បូងដោយសម្ងាត់មហាចៅមុខប្រព័ន្ធយានធានអ៊ីបរោះកំពូលល្បិចឡុងសៀងធាននារីប្រែរូបយាហ្វៃហ្វៃឪពុកនិងកូនព្រមទាំងសេះបានប្រើល្បិចបន្តគ្នាលួចយកមាសសុទ្ធ1លានតម្លឹងចេញពីក្នុងកណ្ដាប់ដៃយានស៊ីខៃស្មានមិនដឹងថាជោគជ័យងាយបែបនេះសោះវិជាការ support របស់គុំកាន់តែផ្កាយហើយសន្ធាននឹងក៏ចឹងដែរលេខថ្នាំសំណំតែម្ដងហើយលោកគ្រូសមត្ថភាពពួកខ្ញុំគឺរៀបមកពីលោកគ្រូទៅផ្កាយដែរត្រៃយ៉ាងបាក់កំតពុកលោកតែបន្លំខ្លួនចូលធ្វើការកូនចៅមន្ត្រីឃ្លាំងប្រាក់ឈីលៃនោះទៅហាំងមិននឹងដឹងថាយានស៊ីខៃនឹងឈីលៃទៅលួចមាសហ៊ូអ៊ីវិញទៅត្រូវហើយលោកគ្រូបកកែមែនបានដឹងរឿងយមុនដឹងតែមានរឿងច្បងច្បល់គឺលួចមាសក្នុងឃ្លាំងទៀតអូដំបងលោកគ្រូគិតថាចង់លួចខ្លួនឯងតែស្មានមកដល់ថាជិនឈីខៃនឹងឈីលៃលួចជំនួសយើងទៅវិញឡុងសៀនធានយាហ្វៃហ្វៃយាធានអ៊ីបានយកមាស1លានតម្លឹងធ្វើដំណើរទៅទិសខាងត្បូងមកដល់ទីក្រុងមួយដែលមានឈ្មោះជឺឈីងនៅឯជាងណានដើម្បីកិច្ចពីការតាមចាប់ខ្លួនពួកគេសម្រេចចិត្តយកមាសសុទ្ធនោះទៅកប់នៅខាងលិចក្រុងជឺឈីងគឺនៅក្នុងព្រៃដាច់ស្រយាលមួយដែលនៅទីនោះក្រោយពេលដែលរឿងហេតុកន្លងផុតទើបពួកគេគិតចង់ត្រឡប់មកយកវិញហ្វៃហ្វៃចាំមិនរយៈពេលទៀតយើងយកមាសចេញមកពុកនឹងឲ្យពួកឯងរៀបការជាមួយគ្នាហើយពុកនឹងដកខ្លួនចេញពីពិភពគុណសោយសុកដោយវ័យចាស់ជរាឡើងសែងធានបានឈ្គត់ហើយអីហេ
ធ្វើអំពើបែបនេះបងសុំជាមនុស្សទេ បងកំពុងកាត់អីអូនមិនអាចយល់ជារឿងរហូតក៏មិនចាំបាច់យល់ដែរ រឿងនេះមិនមែនជាការពិតទេខ្ញុំមិនជឿទេ ហ្វៃបងសុំទោសបងសុំទោស គេទាំង3នាក់សម្លាប់គ្នាទៅវិញទៅមកមាសសុទ្ធ1លានដំណឹងនោះក៏ស្លាប់កំដរពួកគេដែរមិនយូរប្រហែលក្រោយពេលដែលយើងសិក្ខាយដឹងថាមាសជាង1លានដំណឹងខ្លាំងជាដុំថ្មគេខឹងជាខ្លាំងហើយចេញបញ្ជាឲ្យសម្លាប់ដោយសម្ងាត់ស្បត់ថាត្រូវដណ្ដើមយកមាសមកវិញហើយសម្លាប់ពួកចៅនោះទាំងអស់អានេះទាំងអស់ ចាប់ឡើងសៀវកូនចាប់ឡើង ហើយនេះចាប់មកទៅផងជាង20ឆ្នាំកន្លងផុតរឿងលួចមាសជាង1លានដំណឹងនោះក៏ក្លាយជារឿងនិទានមួយឡុងសេធានយាកហ្វៃយាកធានអ៊ីក្លាយជាតួអង្គក្នុងរឿងនោះឥឡូវខាងលិចក្រុងជាឈីងដែលបានកប់មាសជាង1លានដំណឹងនោះក៏ក្លាយជាទីតាំងដែលពួកក្រុមរញ៉េរញ៉ៃមករស់ជុំគ្នាឈ្មោះតំបន់ជូជីលី ទាំងអស់គ្នាចាំស្ដាប់អ្នកដែលនៅទីនេះត្រូវតែចេញមកឲ្យអស់អ្នកដែលយឺតជាងគេបំផុតត្រូវតែបំថ្លៃឈ្នួល2រក ចូលរកជួរហ្នឹងចូលសៀមមើល អត់កាត់ទេ ហ៎ម្នាក់នឹងយឺតម៉េច ហ្នឹងហើយ ខ្ញុំមិនតន់ស្លៀកពាក់ផង អី ចូលទៅយូរម្ល៉េះមិនទៅចឹងខ្ញុំមិនដឹងដែរ អី មកចាំមិនដឹងក្នុងប្រទេសស្អាត អត់ទេខ្ញុំកំពុងតែពាក់អាវ នេះយើងជិះពេល ថាម៉េចហ្នឹង នេះយើងជិះពេលហើយ អេឈប់សិនចេះផ្លែខ្ញុំទៅយកជាងគេអញ្ចឹងអត់ពាក់ព័ន្ធខ្ញុំទេខ្ញុំទៅពាក់ខោអាវសិន ទៅខ្ញុំឲ្យ3ដងឯងថាចេញ សុំស្វាគមន៍ អសាទើ សុំចឹង ទឹកដៃពិតប្រកបនៃអ្នកខ្លាំងទាំង8គឺរឹតតែមានតម្លៃ ស្រាប្រទេសបារាំងពិតជាល្អមែនឈ្ងុយហើយសតទៀត ខ្ញុំអត់សមត្ថភាពមិនសូវស្វែងយល់ទេ ការពិតខ្ញុំក៏មិនយល់ដែរខ្ញុំជាអ្នករកស៊ីអ្វីដែលមានតម្លៃខ្ញុំទិញយកទាំងអស់ ហាជាស្រាល្អមែនលោកតកែជួងចាក់ថែមទៀតទៅ បាទមែនទេលោកច្បាយក្រុងផែនការអភិវឌ្ឍក្រុងជិញយើងសាលាក្រុងយើងបានកំណត់រួចហើយ ត្រូវហើយពួកខ្ញុំបានសម្រេចចិត្តចង់យកខាងលិចក្រុងយងយកមកអនុវត្តជាមនីយដ្ឋានហើយសង់បនលបែងនៅទីនេះដោយរួមមានសម្ភារៈកំសាន្តនិងសណ្ឋាគារផ្សេងទៀតគម្រោងការនេះសំខាន់មែនទែនឥឡូវនេះពួកខ្ញុំមិនទាន់បានសម្រេចចិត្តថាបកគលឲ្យអ្នកណាមកធ្វើនោះទេ នៅរឿងអីទៀតលោកទាំងពីរជាជនជំនឿល្អបំផុតហើយ តាមគំនិតខ្ញុំតកែជុំនិងតកែឈីវនឹងគឺជាជនជំនឿល្អបំផុតហើយប៉ុន្តែរឿងនោះហ្នឹងមិនមែនខ្ញុំជាអ្នកសម្រេចទេត្រូវតែទុកឲ្យសាលាក្រុងនេះជាអ្នកសម្រេចចិត្តចុះណែថ្ងៃនេះគឺជាថ្ងៃកំណើតរបស់លោកជួងផងណាយើងនិយាយពីរឿងធម្មតាវិញទៅកុំនិយាយពីរឿងការងារអី ត្រូវហើយការងារថ្ងៃក្រោយចាំនិយាយគ្នាទៀតមកពេលឡើយ អេ
អ្នកបន្តទៀតមិនជាទេតែ3នាក់ទេ អូនឹងតែ3នាក់ ចាប់ពីខែនេះទៅលោកស្រី4 អូហេតុអីទៅ ពីព្រោះខ្ញុំលើគេហៅថាឪវាសត្វស្អីគេទៅណោះ អូឲ្យទោះបីត្រូវការជីវិតខ្ញុំក៏ខ្ញុំឲ្យដែរណែ អ្នកបន្តនេះគឺជាស្អីនឹងបរោះមុខតាចេះ បញ្ជីណាមានម្ចាស់ផ្ទះ បញ្ជីស្អី អាយ៉ាមានមកហៅខ្ញុំតាំងពីដើមមកធ្វើមុខមិនដែលឲ្យប្រាក់ទេ អាយ៉ាចង់ជម្រាបបញ្ជីជាមួយខ្ញុំមែនទេ មិនដែលបំប្រាក់ខ្ញុំមានលុយណាជួលគេអញ្ចឹងមានតែគិតឲ្យលើសហើយ អាម៉ុនកោកដែរថ្លៃធ្វើមុខខ្ញុំឲ្យជាបែកច្រើនប៉ុណ្ណឹងហ៎មិនក៏មកគិតគូជាមួយខ្ញុំហាហើយតាអ្នកបន្ត មិនរាប់ទេបីកាក់ធំគ្មានខ្វះទេ អូចុះទេពលីមិនក៏រហ័សម្លេះលេខនេះរួចរបស់ល្អអីដែរសំណាងដល់ហើយនោះ ខ្ញុំមិនចោលទេខ្ញុំស្បត់ថាខ្ញុំលួចទេ ចុះសៀវការគុណសិទ្ធិរបស់លោកនោះ អូញ៉ាមីងថ្លៃបន្ទប់ម៉ាស៊ីនក៏មិនខ្វះដែរយកទៅ អូខ្ញុំយល់ហើយគ្រូមិនលួចទុកឲ្យសិស្សលួចអីនេះសៀវការឯណាកូនក្បិតរបស់ឯងនោះ ញ៉ាមីងគ្រូរបស់ខ្ញុំតែងថាញ៉ាមីងប្រកែកជាងគាត់ចង់ឲ្យខ្ញុំនឹងយកញ៉ាមីងធ្វើជាគ្រូ អាល្អិតឯងនេះសំដីផ្អែមមែននេះបាញ់ចាំងថ្ងៃក្រោយឯងលួចបាសរបស់ល្អអីនោះកុំតន់បកលឲ្យគ្រូឯងត្រូវយកមកឲ្យខ្ញុំសិនដឹងទេ ប្រកាសហើយញ៉ាមីងអូញ៉ាមីងឯណាក្បាត់ខ្ញុំ នៅក្នុងហោប៉ៅឯងនឹង អូប្រកែមែនតែប៉ដឹងមីងមកចាប់ផ្ទះបើមិនប្រកែខ្ញុំមិនអាចងុំងល់នឹងគាត់ដល់ម្លឹង អូយមកហូបនេះគឺមេខ្លាខ្ញុំនឹងធ្វើជូននាង តាកចាស់ចង្រៃនេះអីថ្ងៃនេះជាថ្ងៃកំណើតឯងមីងធ្វើឲ្យឯង អរគុណមីង ឆ្លាតណាស់ គេចាំអស់ហើយមានតែម៉ាក់ទៀតដែលអត់ចាំ ហាថ្ងៃកំណត់ឯងមានអីគួរឲ្យចងចាំទេថ្ងៃដែលម៉ាក់បង្កើតឯងណាគឺជាថ្ងៃដែលនឿយហត់និងពិបាកបំផុតម៉ាក់មិនចងចាំទេ អីចាពិបាកដល់ម៉ាក់ហើយ អ្នកបន្តទៀតមកលឿនឡើង អស់បាទសុំជើញអីយ៉ាងលោកម្ចាស់អូលោកមកយឺតពេលហើយ នេះថ្ងៃនេះមិនត្រឹមតែជាថ្ងៃកំណើតនាងទេក៏ជាថ្ងៃកំណើតអាយុ50ឆ្នាំរបស់ពួកឈ្មោះម្នាក់នោះឈ្មោះជួងឈីងក្នុងផ្ទះគេនោះគេមានពិធីជប់លៀងធំធេងសម្បើមណាស់ណាមិនចង់ចូលទៅលេងគេទេណាទៅនេះ មានចំណេះឆ្កាង ហើយមានរបស់ល្អៗទៀតផងណា ថ្ងៃកំណើតរបស់ជើងឈិងទុកជាថ្ងៃកំណើតរបស់ខ្ញុំត្រូវតែសោយសោក សុំជើញមកអ្នកប្រុសសុំជើញចុង ណែត្រូវមើលទីនេះហើយនៅខាងក្នុងណាត្រូវបង្កើនការប្រុងប្រយ័ត្នលឺហើយនៅនឹងមានខាងលើទៀតផងដឹងនេះត្រូវតែប្រយ័ត្នឲ្យមែនទែនណា អ្នកប្រុសត្រូវការផឹកទីន ផ្ទះអ្នកមានធំមែនណាស់ដោះចូលពីខាងមុខស្ទើរតែបង្វែងផ្លូវ ខ្ញុំប្រាប់នាងណាទីនេះមានអាហារឆ្ងាញ់ច្រើនណាស់ អ
ពួកគេអានៅទី បន្តិចទៀតគេចេញមកហើយមិនក៏នៅទីនេះម្នាក់ឯងឯណាដៃគូរំឡង ខ្ញុំមកជាមួយនឹងឪពុកខ្ញុំគ្មានអ្នកកំដរទេ អេការចេញបើស្រីច្រើនពេកមិនដឹងគូននំនរណាមកដូច្នេះទើបអត់នាំមកណា មែនទេមិនមែនថាលោកមិនដឹងឯណាឲ្យតែខ្ញុំឃើញស្រីដែលខ្ញុំស្រឡាញ់បាត់ដៃនាងបែកញើសជោគហើយមុខឡើងក្រហមគួរឲ្យស្រឡាញ់ណាស់ ជិលមកជាមួយនរណាដែរ អើយមនុស្សខ្ញុំនេះបើគិតទៅខុសតែម្យ៉ាងគុណបើសិនជាខ្ញុំណាត់ស្រីដដែលមកជួបគ្នា3លើខ្ញុំមានអារម្មណ៍ធុញណាស់ខ្ញុំមិនចង់ជួបទៀតទេ ដូច្នេះហើយត្រូវតែស្វែងរកមិត្តស្រីម្នាក់ទៀត លោកសាវ៉ាពេកណា អេយល់ឡំមើលស្រីម្នាក់នោះណាតើគេនឹងអ្នករំជាមួយនោះជាសង្សារ អើយបើខ្ញុំពេញចិត្តនឹងនរណាម្នាក់កុំថាឡើយគេមានសង្សារទោះជាគេមានប្តីក៏ដោយក៏ខ្ញុំមិនលើកលែងឲ្យដែរប៉ុន្តែមកគូនោះមិនចាំបាច់សួរយឡងទេក៏ខ្ញុំអាចប្រាប់បានដែរពួកគេគឺជាសង្សារ អត់ទេខ្ញុំយល់ថាពួកគេមិនមែនទេ ហេតុអីក៏មិន យើងទៅតាមស្នាមញញឹមហើយនឹងខ្សែភ្នែកគេ ក្រែងស្អីនោះស្អីដាក់ប្រុសនោះដោយផ្អែមល្ហែមណាស់មែនទេ ឃើញដែរទេខ្ញុំទាយថាពួកគេគឺជាសង្សារនឹងគ្នា ពួកគេយល់ចិត្តគ្នាក៏តែជាមិត្តភក្តិចិត្តដិតដែរប៉ុន្តែពួកគេមិនមែនសង្សារទេពួកគេខ្វះកម្លាំងតាក់ទាញដែលគូសង្សារគួរតែមានខ្សែភ្នែកគេអត់មានឆ្លៃឆ្លងទេ ស្ដាប់ទៅដូចជាមានឯកទេសខាងស្នេហាដល់ហើយពេលដែលនៅអង់គ្លេសប្រកាសជាមានមិត្តស្រីច្រើនណាស់ហើយមើលទៅ នៅប្រទេសអង់គ្លេសខ្ញុំរៀនខាងចិត្តសាស្ត្រមិនមែនខាងស្នេហាទេ អូ អ្នកឯកទេសចិត្តសាស្ត្រប្រកែកក្តោបក្តាប់ចិត្តសាស្ត្រអ្នកផ្សេងប្រកាសជាខ្លាចទៅជាឯកទេសស្នេហាហើយបន្តិចទៀតដល់ពេលហើយយើងដើរមើលគ្រប់កន្លែងទៅ បើកបេត អូ 3គ្រាប់អូសុំទូទៅចុះណាលោកចាញ់ហើយ សំតើខ្ញុំអាចចូលរួមទេ ប្រកាសជាបានអង្គុយមក អូមិនតំសងផង ខ្ញុំតកោចាងឈ្មោះចាងសានជាញាតិសាច់ឆ្ងាយនៃគ្រួសារជូ ញាតិសាច់ឆ្ងាយ វ៉ា ខ្ញុំឃើញគោលដៅថ្មីហើយម្នាក់នោះដូចជាសម្ដៅមករកខ្ញុំ ខ្ញុំហ៊ានភ្នាល់ច្បាស់ជាមិនមែនលោកទេ ខ្ញុំយល់ថាគេមករកខ្ញុំភ្នាល់អីក៏បានដែរ គេសម្ដៅមករកខ្ញុំ អេលបងយល់ឡើង ខ្ញុំនិយាយអត់ខុសទេហ៎ ខ្ញុំរបងពេញមួយថ្ងៃហើយ ចាំខ្ញុំណែនាំឲ្យស្គាល់នៅនេះនេះគឺជួយយន្តហៃជាកូនស្រីរបស់មេតំជួយឆុងម្នាក់នេះគឺកៅចឹងជាកូនប្រុសរបស់ចៅវាយក្រុងហើយម្នាក់នេះគឺឈីមុកូនរបស់តកែឈីតាពូ គឺជានាងជូកូនស្រីលោកមតាប់ជួយឆុងសួស្ដីសួស្ដី តាំងឲ្យបងកំណត់ខ្ញុំដើរលេង នេះហើយយានមកជិញឈិញជាមួយឪពុករបស់នាងយើងរាប់អានជាមិត្តភក្តិថ្ងៃក្រោយអាសាដើរលេងជាមួយគ្នាទៅ យើងទៅពីអ្នកបានហើយទៅកន្លែងណា ខ្ញុំយល់ថានាងអត់ទុកយើងនៅក្នុងកាយភ្នែកទេ កូនស្រីមេទុំគ្មានការអប់រំពិបាកនឹងប្រឡូកក្នុងសង្គមណា អេបាត់មុខមកយូរហើយ សុខសប្បាយបាត់យូរ មានការណា សុខសប្បាយទេ ត្រេះ អូអរគុណអរគុណ ទៅតិចចិត្ត ចាំមិន កូនជើងអត់ចង់ទៅលេង ទៅរំលេងទៅ សុំទឹងលោកត្រូវការទេ អូត្រូវការលោកជឿខ្ញុំទៅមិនខុសទេក្រុមហ៊ុននោះគេមានសមត្ថភាពថៅកែគេក៏មានកសែភ្នែកល្អដែរ ហេអ្នកប្រចាំនៅធម្មសិល្បៈកែទៀតឯងលោកឈ្នះ3ដៃជាប់គ្នាហើយណា មិញខ្ញុំចាញ់ជាប់5ដៃឥឡូវទៅឈ្នះវិញ3ដៃ ការពិតលោកចាញ់អស់5ដៃឈ្នះវិញក៏បាន3ដៃដែរនេះគឺជាក់ស្ដែងណាស់និយាយអ្នកបាំងអីខ្ញុំឥឡូវនេះលោកឈ្នះវិញហើយ អាយ៉ាខ្ញុំពិតជាមិនចាំមែន
មនុស្សខ្ញុំនេះគឺជាមនុស្សល្ងងជួបសំណាងល្អទេឈ្នះដោយសារសំណាង ទាំងអស់គ្នាខ្ញុំទទួលបានដិតដល់សំទោសណា មកលេងជាមួយគ្នាទៅ អេងចេះ បាន ណែពួកគេកំពុងលេងផែនណានាងចេះដែរ មានអីពិបាករៀនតែមួយផ្លែទៅចេះហើយ ត្រូវហើយគ្រាន់តែលេងទៅមកអង្គុយទៅ មក ហើយយើង អង្គុយអង្គុយមកអង្គុយមកលោកកណេះគេ អូអ្នកប្រុសចាំងសានគេជាសាច់ញាតិឆ្ងាយនៃគ្រួសារលោកពួកលោកមិនស្គាល់គ្នាទេអី មែនទេសំទោសខ្ញុំនឹកមិនឃើញពួកយើងធ្លាប់ជួបគ្នា ដូចជាមិនដែលជួបទេខ្ញុំជាចាស់របស់ប្អូនជីដូនមួយនៃអ្នកមីងរបស់ថកែជើងមកពីសិក្សាពីប្រទេសបារាំង យួនឡុងទៅមកពីសិក្សានៅប្រទេសអង់គ្លេសដែរណែអ្នកទាំងពីរត្រូវអីនឹងគ្នាហ្នឹងគឺជាចៅប្រុសរបស់ប្អូនជីដូនមួយនៅអ្នកមីងរបស់ប៉ាគេអីអូ អាយ៉ាបានហើយញាតិសន្តានតំណាក់តំណងដាច់ឆ្ងាយគ្នាបែបនេះមិនបាច់ចាំនិយាយទេនិយាយពីថ្ងៃទៀតក៏មិនអត់ដែរគ្រួសារខ្ញុំពេលដល់បនទៀនចូលឆ្នាំក៏អញ្ចឹងដែរញាតិមិត្តច្រើនណាស់បានហើយឈប់និយាយទៅណែយើងលេងតទៅទៀតយល់ឡងមកកាច់ទៅណែឆាប់កាច់ទៅណែ ខ្ញុំអត់សូវចេះទេទាំងអស់គ្នាកាច់ទៅ អេមិននេះអ្នកប្រុសសានក៏ថាមិនចេះដែរណែប៉ុន្តែគេឈ្នះរហូតណាស់លោកក៏មិនសូវចេះដែរមិនដឹងជាពិតឬក៏មិនពិតទេនេះ ខ្ញុំពិតជាមិនសូវប្រសពមែនម្យ៉ាងទៀតតាំងពីដើមមកខ្ញុំគ្មានចំណូលចិត្តចំពោះការលេងបៀទេ អីថ្មីត្បិតតែខ្ញុំមិនចេះតែខ្ញុំចង់លេងឲ្យខ្ញុំលេងផងបានទេ ភាសាណាស់សំណុំពោស្រីស្អាតគ្មានអ្នកណាហ៊ានបដិសេធទេ បានអាយ៉ាអីធ្វើអញ្ចឹងបានទេ អាយ៉ាមើលនាងចុះយល់អស់ទុកឲ្យអ្នកប្រុសចាងសានវិញទៅ បាន បងយល់ឡងយើងតាមដែរទេ នាងគិតទៅមើល បានខ្ញុំក៏តាមដែរ សំទោសខ្ញុំឈ្នះទៀតហើយ ហើយខ្ញុំចាញ់ទៀតហើយ តាមមើលប្រហែលជាថ្មីដៃនាងមិនដល់គេណា អីឲ្យខ្ញុំសុំទឹកក្រឹមកែមក បាន អូរំរបស់ខ្ញុំ សុំទុំ យ៉ាងម៉េចហ្នឹង ម៉េចក៏នាងវាយគេអញ្ចឹង មករកខ្ញុំមកបន្តែងទៀនខ្ញុំត្រូវជួបភ្ញៀវផង អ្នកនាងសុំទុំផងចុះ ហើយយេនអ្នកនៅទីនេះទេខ្ញុំខំតែដើរហើយយ៉ាងម៉េចទៅហើយ មកពីគាត់ហ្នឹងម៉ានៅឆោតធ្វើអីទៀតមិនក៏ឆាប់ចេញទៅ បានហើយចុះគេគ្មានចេតនាទេនាងបាននាំគេទៅសម្អាតទេ បានកុំខឹងអីណាតែយេតែ បានហើយនេះពួកយើងលេងទៀតទេ ប្រកាសហើយរឿងនេះត្រូវឈប់នោះខ្ញុំកំពុងតែចាញ់ផងបើខ្ញុំមិនឈ្នះខ្ញុំមិនឈប់ទេយល់ឡងលេងចំនួនកន្លែងហើយយេនទៅ បានប៉ុន្តែចិត្តដល់ពេលរំហើយណាពួកយើងលេងម្ដាយចុងក្រោយចុះ ណែខ្ញុំមានយោបល់មួយ យល់អី ពីព្រោះនេះជាដៃចុងក្រោយយើងលេងឲ្យរន្ធត់ចិត្តបន្តិចទៅ បានខ្ញុំចូលចិត្តរន្ធត់ណាស់ ម្នាក់ដាក់ 5000 ចូលចលុយរួមម្នាក់ដកបៀមួយសន្លឹករើសធំតូចមួយសន្លឹកយកឈ្នះចាញ់ អូស្ដាប់ទៅរន្ធត់ចិត្តមែនណោះ ប្រកបដែរការលេងបែបនេះត្រូវការសេចក្តីក្លាហានបើមិនហ៊ានលេងទេក៏ហីចឹង ល្អលេងក៏លេងខ្ញុំចូលចិត្តណាស់យ៉ាងម៉េច យល់ឡងចុះលោកវិញ ខ្ញុំអត់បញ្ហាទេ ចុះអ្នកប្រុសវិញ កុំថាឡើយ 5000 50000ក៏បានដែរអ្នកណាហ៊ានទេណែយល់ឡងចែកបៀនណា មក ខ្ញុំអស់មុន អ
មើលទៅមានអ្នកណាជាងខ្ញុំទៀតទេ ហើយសុំចាញ់ហើយ លោកមិនមែនមានអាតបិចទេមែនទេ អីយ៉ាអើខ្ញុំសុំតោះខ្ញុំពិតជាអត់បិចមែនណាអេមាននេះគឺអ្នកប្រុសយកចែកឲ្យបើចង់បន្ទោសគេទៅណាយើងសុទ្ធតែជាអ្នកប្រុសធំជាកូនចៅអ្នកធំសិលធម៌គឺត្រឹមត្រូវណាដាច់ខាតមិនអាចខឹងគ្នាព្រោះតែលុយជាង 10000 នេះទេណាពីព្រោះនេះគ្រាន់តែជាការលេងសើចកុំយកចិត្តទុកដាក់ពេកកុំប្រកាន់ពេក មកបានហើយដល់ពេលរំហើយទៅសាលរំ មកតោះយើងហ្នឹងហើយ ខ្ញុំទៅប្រគុណសិនវ៉ាពួកអាល្ងងដែលស្អាតតែរូបរាងកូនអ្នកមានតែសិក្សានៅអង់គ្លេសសុទ្ធតែបំងបាយអីចាសប្បាយចិត្តមែនទេអំណាចខួបកំណើតឆ្នាំនេះច្រើនមែនទេ អ្នកប្រុសចាំងសាន ហេតុអីក៏នៅទីនេះតែម្នាក់ឯង អូខ្ញុំគ្រាន់តែយល់ថានៅទីនេះតិចចេះដូច្នេះទៅមហាខ្យល់ទៅ អូវិជាបៀរបស់អ្នកប្រុសប្រកែមែនខ្ញុំចង់រៀនពីអ្នកប្រុស ថ្ងៃនេះខ្ញុំគ្រាន់តែសំណាងល្អប៉ុណ្ណឹង សំណាងល្អផងហ៎មើលទៅមិនមែនទេគឺធ្វើដៃល្បិចល្អដាច់គេហើយ អូគឺព្រមលេងមិនហ៊ានចាញ់មូលបង្កាច់ខ្ញុំប្រើល្បិចលោកមិនដាច់ចិត្តពី 5000 នោះឯងខ្ញុំសងលោកវិញ 5000 គ្មានអីគួរអស្ចារ្យទេខ្ញុំក៏អត់ចង់ដេញដោលរឿងនេះដែរខ្ញុំគ្រាន់តែងឿងឆ្ងល់ហើយចង់បញ្ជាក់ពីខ្សែភ្នែករបស់ខ្ញុំចាប់តាំងពីពេលដែលលោកប្រាប់ខ្ញុំថាលោកជាចាស់របស់បងប្អូនជីដូនមួយនៃម្ដាយមីងរបស់ប៉ាខ្ញុំនោះខ្ញុំចាប់ផ្ដើមសង្ស័យបាត់ទៅហើយពីព្រោះប៉ាខ្ញុំអត់មានមីងទេ មិនអាចទេអូប្រហែលជាអ្នកមីងលោកប៉ាលោកឆាប់ស្លាប់ពេកមិនបានរំលឹកប្រាប់លោកទេអូចិត្តចាប់ដើមរំហើយខ្ញុំចូលទៅរំហើយនេះ ខ្ញុំទទួលស្គាល់ល្បិចរបស់លោកខ្លាំងមែនខ្ញុំមើលមិនដឹងចំណុចខ្សែសោះតែខ្ញុំហ៊ានប្រកាសថាក្នុងដៃអារបស់លោកនៅមានបៀមហូទៀត បើអ្វីក៏មើលមិនដឹងគាត់ថាខ្ញុំប្រើល្បិចសំអាងអីមានចេតនារោរឿងឯង ចាត់ទុកថាខ្ញុំរករឿងទៅចុះតែខ្ញុំចង់មើលដៃអារបស់លោក បើមានសមត្ថភាពមកមើលមក មិនក៏ប្រុសស្ងៀមយ៉ាងអញ្ចឹង អ្នកប្រុសចូលនោះបានដឹងពីល្បិចខ្ញុំហើយបានវាយជាមួយខ្ញុំទេមានតែផ្លាស់កាអា អញ្ចឹងយើងទៅវិញទៅយើងលេងឆ្អែតហើយហ្នឹងប៉ុណ្ណឹងបានហើយ មិនបានទេអញ្ចឹងខ្ញុំត្រូវគេធ្វើបាបដោយអត់ប្រយោជន៍ហើយខ្ញុំចង់សងសឹកនេះ អូនៅលើលោកនេះមានគេមានសមត្ថភាពធ្វើបាបនាងទៀតហ៎មិនធម្មតាគេធ្វើបាបយ៉ាងម៉េច គេធ្វើយ៉ាងម៉េច កុំសួរច្រើនពេកឆាប់ទៅផ្លាស់កាអាទៅ ផ្លាស់ខោអាវស្អី គឺតែធ្វើជាប្រុសមកធ្វើជាកូននឹងខ្ញុំណាអ្នកណាក៏បានដែរវាយគេឲ្យស្រឡះផ្លាស់កាអាគេទៅបានហើយណាឲ្យលឿនឡើងទៅ បាន ផ្លាស់កាអាឲ្យមករកខ្ញុំណាខ្ញុំត្រូវទៅរកអត្តកោជងនោះ
អេសួស្ដីសុំចេញខ្ញុំមកវិញហើយអូស្វាគមន៍សុំចេញ បងយល់ឡើង អូរ៉ូបស្ងួតវិញហើយហ៎ស្អាតគួរសម ត្រូវហើយគឺអ្នកបងវាំងជួយសម្អាតឲ្យខ្ញុំ សូមអរគុណលោកមេតុក ថយបាត់តែតកែជួងរៀបចំសន្តិសុខបានល្អតែខ្ញុំនៅតែនាំបលិសមកជៀសវាកុំឲ្យមានបញ្ហា លោកស្នងការគិតបានដល់មិន ថាកាចិត្តដល់ពេលហើយលោកគួរតែឡើងនិយាយនឹងកាត់នំពងមាន់ហើយណា បាទ ប៉ាខ្ញុំឡើងទៅផ្លាស់កៅអៅសិន ឯងជ្រើសយកអត្ថបទប៉ាមកផង បាទ សូមជិញជក់ យល់ឡើងឆាំមកវិញណា ដឹងហើយ ម្នាក់នឹងប្រកាសជាជូនឆាំ ចាំមកផ្លេតណា ចា វ៉ាវ ម៉ាម៉េងចង់យកឡើងថាឡើងទៅបន្តផ្លាស់កៅអៅហើយលោកប៉ាគេឲ្យគេឡើងទៅបន្តសិក្សាយកអីខ្លះអញ្ចឹងទីនេះគឺជាបន្តសិក្សាចុងឈៀងហើយយីថោផ្កានេះមើលទៅមានតម្លៃណាស់មានអាកំបាំងដូចជាងាយស្រួលពេកចឹងលុយច្រើនបែបនេះនេះជារបស់អីវ៉ាស្អាតមែនណាគឺជាកិច្ចខ្ញុំស្រឡាញ់ណាស់មកបាត់ភ្ញៀវកិត្តិយសទាំងអស់ញាតិមិត្តទាំងអស់ជាទីគោរពសូមអរគុណអ្នកទាំងអស់គ្នាដែលបានមកចូលរួមបើខ្ញុំបានទទួលបានដិតដល់សូមអ្នកទាំងអស់គ្នាអធិស្ឋានផងសូមជិះរូបរាងកូនឆ្កែនេះក៏សមណាស់ដូចជាញៀនឬក៏ជីងសាន់ណែខ្ញុំចង់រំជាមួយនឹងជីងហាយិននោះនេះមិញស្រីឆ្នះនៅវៃឡោចង់រកគេសងសឹកគេបានខ្ញុំក៏ចង់រកអត្តកោជួងនោះសងសឹកដែរយើងរំតែក្បែរពួកគេបន្តមកបដោមនុស្សមិនមែនទេខ្ញុំមិនចង់សងសឹកទេខ្ញុំត្រូវគេវាយឡើងសប្បាយចិត្តប្រហែលជាខ្ញុំស្រឡាញ់គេហើយលោកឈួតទេត្រូវហើយខ្ញុំឈួតមែន
ជំងឺនឹកគ្នា ឡប់សតិមែន នេះនេះពួកយើងដូចធ្លាប់ជួបគ្នាកន្លែងណាមែនទេ អត់ទេថ្ងៃនេះជាលើកទី1ដែលខ្ញុំជួបឡើង អូ ស្អីគេហ្នឹង អត់អីទេនេះនេះរំស្អាតគួរសម អរគុណ ខ្ញុំដូចជាធ្លាប់ស្គាល់លោកយើងជួបគ្នានៅកន្លែងណាអញ្ចឹង ប្រហែលជាទើបជួបគ្នាខ្ញុំដើរលេងទីនោះពេញមួយថ្ងៃទៅហើយ ប្រហែលដែរ អីយ៉ាង ហេយ៉ាងម៉េច សរសើរខ្ញុំភ្លាមខ្ញុំគ្មានបញ្ហាភ្លាមខ្ញុំក្រជើងហើយតើអាចគ្រាខ្ញុំទៅខាងនោះសម្រាប់ទេ ការពិតជើងនាងអត់អីទេគ្រាន់តែចង់មកឆោតខ្ញុំទៅកន្លែងស្ងាត់ហើយរកមកជួបអាចធ្វើបាបខ្ញុំមែនទេ លោកនិយាយអីហ្នឹង តើនាងជានាងស៊ឺស៊ឺឬក៏ជាអ្នកប្រុសចាំងសានឬជាចៅជីដូនមួយរបស់អ្នកមីងប៉ាខ្ញុំហ៎អេពួកយើងរំតន់ចាប់ផងយល់អស់រំមកបត់នេះចាប់សិនទៅបន្ទាប់មកត្រូវប្រាប់ខ្ញុំបានច្បាស់លាស់ពីបំណងដែលនាងចូលមកប្រហែលជាខ្ញុំអាចលើកលែងបានហើយមិនរំខានដល់ប៉ូលីសទេ បើលោកហ៊ានហៅប៉ូលីសចេញមកខ្ញុំនឹងប្រាប់ពួកគេថាលោករំលោភខ្ញុំ មិញខ្ញុំអត់ចេតនាណា ខ្ញុំមិនខ្វល់ថាលោកមានចេតនាឬអត់ទេធ្វើគឺធ្វើរួចហើយ អញ្ចឹងសុំទោស ខ្ញុំមិនទទួល អីនេះចាប់មិនចាប់ចាប់មានណាណាវិញចាប់មានណាណាលើកទៅយកខ្ញុំមិនដាក់ឲ្យណាចាប់មិនទេអូយចាប់ផងកុំឲ្យចាប់លោកមិនតតលោកមិនតតចាប់មិនតលោកមិនតតអូ សំណងហើយជាបានពាក់អាការពារគ្រាប់ ចង់រត់ទៅណា ខ្ញុំខ្លាចណាស់ នេះសិតតែបែកកាទៅហើយនេះ អូសុំទោសខ្ញុំទៅហើយ លិលអ្នកស្គៀបចាប់គៀបបាត់ដាក់ខ្នោះភ្លាម យើងត្រូវទៅសួរចម្លើយគេដល់ផ្ទាល់ នៅសល់2នាក់ទៀតចាប់ឲ្យបានដំបងស្មានធានាងបន្លំខ្លួនចូលមកព្រៃផ្ដាស់មិនស្មានធានាងបន្លំចូលមកធ្វើឃាតលោកមិនតបសោះ មិនមែនទេអត់មានតាក់ទងខ្ញុំទេ វាយខ្នោះពួកគេទាំងអស់បើជួយជុក អាចយកទៅខត់ណាអាចយកទៅខត់ណា លោកគ្រូឆាប់មកជួយខ្ញុំផងឆាប់មកជួយពួកខ្ញុំផងលោកគ្រូ ឯទាំងពីរអ្នកនេះថ្លាមធំមែនហ៊ានធ្វើឃាតលោកមិនតបជួបផង គឺអ្នកណាបញ្ជាឲ្យពួកឯងមកធ្វើឃាតយើងនិយាយទៅខ្ញុំអត់កុហកទេខ្ញុំទាំងពីរនាក់អត់មានពាក់ព័ន្ធនឹងរឿងនេះទេ ត្រូវហើយលោកមេតោពួកខ្ញុំមិនមែនជាឃាតករទេគឺនាងទេបើចង់សួរចម្លើយនាងទៅលោកមេតោ